ក្រុមតែដេញទាត់ធាក់ឡានគេការពីយប់សង្ក្រាននៅវត្តភ្នំថ្ងៃទី2គឺត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន4នាក់ហើយតាមប្រភពព័ត៌មានដែលយើងទទួលបានបឋមប៉ុណ្នេះបាទខ្ញុំទទួលបានប្រភពព័ត៌មានបឋមសិនណាបាទឃាត់បាន4នាក់ហើយក្រុមប្អូនក៏ដូចជាក្រុមប្រមាណអ្នកដែលដេញទាត់ធាក់គប់ទាំងដុំថ្មទាំងដូងឲ្យយកទៅគប់ឡានគេចេញជួយជនរងគ្រោះថ្ងៃដំបូងចំប៉ះជនរងគ្រោះបោកឥឡូវនាំរឿងដាក់ខ្លួនចូលឆ្នាំហើយល្មមហ្មងបាទនាំរឿងដាក់ខ្លួនតាមប្រភពព័ត៌មានដែលយើងទទួលបានគឺខាត់បាន4នាក់ហើយនៅមានទៀតបងប្អូននៅមានទៀតនេះជាការបង្ហាញមួយដែលបងប្អូនយើងខ្ញុំយល់ថាបងប្អូនថាមានបញ្ហាឲ្យបងប្អូនចេះជួយគ្នានឹងល្អហើយប៉ុន្តែយើងជួយត្រូវតែមើលដែរថាអ្នកណាត្រូវអ្នកណាខុសតែស្គាល់តាមគេតទៅពេលទៅបំផ្លាញទៅដេញទាត់ដេញគប់ដេញធាក់ឡានរបស់គេឡានអវតារនោះឥឡូវនាំរឿងដាក់ខ្លួននាំរឿងដាក់ខ្លួនសបកខ្លងដែលបង្ហាញនេះត្រឹមតែ 1% ឯណាដោយសារតែខ្ញុំប្រើ7ឆ្នាំហើយហើយឈុតមុខ LN ឥឡូវកាន់តែពិសេសទិញមួយថែមជាមួយនឹងវីតាមីនចិញ្ចឹមស្បែកមុខឲ្យសភ្លឺថ្លារលោងហើយមកឈុតតម្លៃត្រឹមតែ 30000 រៀលទេបានស្បែកមុខដែលភ្លឺថ្លាម៉ត់អលងគីឡូ Glass Skin សម័យវាជ្រុះអញ្ចឹងអត់មានមុនមានស្នាមមានជាប់អាចរយស្ដាងសរសៃក្រហមរោអាស៊ីគឺជួយព្យាបាលបាត់ទាំងអស់មានជាមួយនឹង foam លាងសម្អាតស្បែកមុខមានជាមួយនឹងសេរ៉ូមព្យាបាលបតឹងមានជាមួយនឹង night cream baby face 7 in 1ដែលឯកទេសព្យាបាលដល់ប្រកែខ្លាំងមែនតើឈុតពេលយប់មាន3មុខហ្នឹងយប់ឡើងគឺយើងព្យាបាលហើយថ្ងៃឡើងគឺយើងត្រូវតែលុកការពីស្បែកមុខរបស់យើងកុំឲ្យឡើងក្រហមឡើងចំឡើងអាចរយព្រលឹមឡើងគឺបងប្អូនចាប្រើប្រាស់ជាមួយនឹងវីតាមីនចំស្បែកមុខដែលខ្ញុំថែមជូននឹងមកបន្ទាប់មកចាលាបជាមួយនឹង Sun Glow សាក់លេបអសចង់បានស្បែកមុខស្អាតកាន់តែខ្លាំងដាក់ជាមួយនឹង CC Cream ជាតិធន់អាប់បិទបាំងស្នាមបានយ៉ាងល្អលាបទៅគឺ smooth ម៉ត់អលងគីឡូ Glass Skin មានភាពជឿជាក់ពេញមួយថ្ងៃមានទោសទណ្ឌបាត់ល្មើសព្រមមិនទាន់បីបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃហើយសំណាងគ្រាន់តែបីបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃចុះមកធ្វើឲ្យគេរួងរបួសគេគ្រោះថ្នាក់ឬគេបាត់បង់ជីវិតអីទៀតទៅមកប្រាវអីទៅមិនទៅមិនធ្ងន់ជាងហ្នឹងហើយឥឡូវសមត្ថកិច្ចខាត់បាន4នាក់តាមប្រភពព័ត៌មានបឋមដែលខ្ញុំទទួលបាននៅពេលនេះបាទចាំមើលតទៀតយ៉ាងម៉េចបងប្អូនបាទចូលឆ្នាំហើយគេនាំគ្នាធ្វើការគ្រប់គ្នារលុយគ្រប់គ្នាឯងចូលឆ្នាំហើយដេកភ័យអ្នកខ្លះរត់ចោលផ្ទះហើយអ្នកខ្លះទៀតត្រូវបានខាត់ខ្លួនហើយអ្នកដែលមិនទាន់ខាត់កំពុងតែភ័យរត់ចោលផ្ទះចោលស្រុកហ្នឹងដឹងបាទហើយម្ចាស់ឡានអវតារគេសុខចិត្តទេត្រូវទៅតាមខាត់គេដាក់ពាក្យបណ្ដឹងគេស្នើទៅសមត្ថកិច្ចត្រូវទៅតាមខាត់អ្នកដែលដេញទាត់ធាក់គប់ធាក់ឡានគេប្រមាណហ្នឹងយកមកប្រន់ជាទោសតាមផ្លូវច្បាប់ចាត់ការតាមនីតិវិធីច្បាប់ទាំងអស់បាទចឹងណាលំោះដៃលំោះជើងចេញជួយចំជន់នោះគ្រោះបោកថ្ងៃដំបូងហើយចេញធ្វើបុណ្យថ្ងៃដំបូងហ្នឹងបាទអញ្ចឹងពាក់ព័ន្ធទៅនឹងករណីនេះខ្ញុំព្យាយាមលំអិតជូនដល់បងប្អូនបន្ថែមទៀតនៅពេលដែលខ្ញុំទទួលបានព័ត៌មានពិស្ដារឬក៏លំអិតពីសមត្ថកិច្ចបាទអរគុណច្រើន